លើកនេះពួកខ្ញុំហ៊ានណាហ៊ានជីទៅជីផាត់តែពីរអ្នកប្តីប្រពន្ធនេះជីបដាសួរផ្លូវគេបដាសំខាន់ជីឡានទូចឡានគេស្នីទៅទៀតគេថាឡានទៀបហើយឡានគេស្នីជីទៅដល់ជីផាត់អត់កើតនេះវីដេអូនេះគឺពួកខ្ញុំថតប្លុកធ្វើដំណើរពីភ្នំពេញទៅជីផាត់ដល់ជីឡានគេស្នីហើយឡានខ្ញុំគឺឡាន EV ទូចទេឃើញល្អអត់ចឹងណាតែជីរុករកគ្រប់ទីកន្លែងតែម្ដងចាចង់ពេលដែលខ្ញុំជីមកដល់កន្លែងកោះកុងគឺខ្ញុំឈប់ចូលមកដើម្បីសាក់ថ្មម្ដងហើយដើម្បីជីបន្តទៅជីផាត់ម្ដងទៀតតាមផ្លូវជីតាមស្ពានកោះកុងឃើញទេសភាពអូយទៅខែភ្លៀងទេសភាពដើមឈើស្រស់បំប្រងតែម្ដងប្តីខ្ញុំបើកហត់ហើយឥឡូវដូរតកង់មកខាងស្រីម្ដងឥឡូវយើងចូលមកដល់ផ្លូវចូលជីផាតហើយបងប្អូនចាប់ផ្ដើមបុកពូហើយណានិយាយមែនពេលហ្នឹងគឺថាជីមកគឺតែ2នាក់ហ្មងហើយផ្លូវពេលហ្នឹងគឺស្ងាត់អត់ខែហ្នឹងក៏អត់មានភ្ញៀវទៅលេងទេតែបងប្អូនឃើញក្នុងវីដេអូហ្នឹងស្រាប់ហើយគឺតាមផ្លូវដីក្រហមដីភ្លៀងហើយរៀងខូចអីខ្លះៗដែរចឹងប៉ុន្តែមកជីបានបើឲ្យនិយាយទៅតាមផ្លូវវាមានជួបឧបសគ្គខូចផ្លូវច្រើនដែរប៉ុន្តែពួកខ្ញុំជីបថយប្រអន់ក្រាបឲ្យឲ្យជីថ្នមទៅយើងអត់អាចជន់វូដូចឡាន off road ឬក៏ឡាន SUV អីដូចគេធំបានទេអញ្ចឹងយើងកូនឡានthìយើងត្រូវជីមិនថ្នមមែនទែនតាថ្នមដូចកូនខ្ចីតែម្ដងចាប៉ុន្តែបងប្អូនអាចមើលបានទេសភាពនៅតាមផ្លូវគឺថាបៃតងស្រស់ទាំងដើមឈើទាំងស្មៅទាំងអីគឺថាស្រស់បៃតងមកដោយសារខ្ញុំទៅនោះគឺខែភ្លៀងហើយសំណើមែនតើថ្ងៃដែលខ្ញុំជិះទៅនោះគឺអត់មានមេឃភ្លៀងទេនេះគឺជាទស្សនវិជ្ជានៅតាមដងផ្លូវដែលយើងជិះចូលទៅក្នុងចាទឹកដីជីផាតអូយបងប្អូននៅមើលភ្នំដូចនៅក្នុងកណូអញ្ចឹងនិយាយមែនណាមើលនឹងផ្ទាល់ភ្នែកស្អាតជាក្នុងរូបថតទៀតវាដូចចេញមកដូចពពកជាមួយនឹងភ្នំវាជាប់គ្នាអូទេសភាពបបៃតងស្រស់ត្រកាមកចាលងនឹងទេសភាពបៃតងយ៉ាងណាក៏ដោយក៏មិនភ្លេចមើលផ្លូវដែរបងប្អូនណាអើយមើលផ្លូវដាច់ឡើងធំពេលអាផ្លូវខ្លះដាច់ឡើងពេញផ្លូវហ្មងហើយខ្ញុំអូត្រូវជិះទៅកលុកកលៀតដើម្បីរកផ្លូវណាដែលវាកំផុងកំលិចកុំលក្ខណៈថាជិះទៅកុំឲ្យផុងឡានកប់ឡានអញ្ចឹងចាព្រោះថាកប់ឡាននឹងមានណាគេជួយទៅតាមផ្លូវមួយផ្លូវជិះតឡានមួយជិះតែ2នាក់ខ្ញុំហ្មងគឺអត់មានណាគេជិះកាត់ហ្មងហើយផ្លូវវារៀងខូចច្រើនថាអត់មានមនុស្សជិះកាត់ស្ងាត់អីណែមើលលបងគោឡើងពេញផ្លូវតែម្ដងចានេះគឺថាទីតំបន់គាត់ទេណាទោះអត់មានមនុស្សក៏មានគោដែរចាជិះមកក៏បានជួបពូម្នាក់ដែលគាត់បកគោនោះមកខ្ញុំបានសួរផ្លូវគាត់ពួកអីពេលហ្នឹងខ្ញុំជិះវែងផ្លូវមួយផ្លូវហើយគាត់ចិត្តល្អគាត់ប្រាប់យើងជិះចឹងហើយបន្ទាប់ពីជិះហើយគឺយើងមកដល់ផ្លូវនេះគឺរៀងវេទនាជាងគេចាធ្វើឲ្យកាមេរ៉ាមែនគឺថាមានការចោះពីលើឡានយកឈើទៅចាក់មើលថាទៅផុតអត់ចាមើលតកង់ឡានមើលទៅដឹងហើយអូយបងប្អូនហើយផ្លូវបងប្អូនសាកសម័យមកជិះទៅវារៀងខ្ញុំភ័យខ្លាចតែវាប៉ះជាមួយអាគុយខាងក្រោមbởiឡានខ្ញុំឡាន EV អាគីសនីហ្នឹងឡានអាគុយនៅពីខាងក្រោមហ្នឹងខ្ញុំខ្លាចតែភ័យជិះបុកជាមួយនឹងអាគុយហ្នឹងវាឆ្កូតឬក៏ប៉ះឬក៏វាជិះទៅលេងទៅមុខអីខ្ញុំដឹងតែចប់ហើយប៉ុន្តែមិនថ្មីទេប្លុកមួយហ្នឹងគឺពួកខ្ញុំបានជិះទៅបន្តរហូតអត់មានឧបសគ្គអីទេគ្រាន់តែយើងជិះរៀងថ្នមនិយាយដែរយើងថ្នមទីកូនខ្ចីអញ្ចឹងមកដល់ផ្លូវនេះគឺយើងបានឃើញផ្ទះប្រជាជនមួយសំខាន់គឺមានក្រាស់សាំងតេឡាជាមួយនឹងម៉ាច់នឹងទៀតដោយសារតែក្រាស់សាំងហ្នឹងគឺនៅជាប់ចិត្តជាមួយនឹងកន្លែងយើងឆ្លងដល់ដើម្បីជិះទៅជិះផាដូចគ្នាហើយដល់នេះបងប្អូនគឺយើងអាចជិះឡានជិះអីឡើងបានហើយក្នុងឡានមួយគឺតម្លៃ 20000 ម៉ូតូខ្ញុំមិនបានសួរនាំដែរពេលហ្នឹងហើយពេលហ្នឹងអត់មានណាគេទៅទេខ្ញុំមានតឡានមួយហើយពពូនោះគាត់បានចោះមកដាក់ឈើដាក់អីដើម្បីឲ្យយើងចោះចំណោតទៅឲ្យកាលកុំឲ្យផុងអីចឹងទៅប្តីខ្ញុំគាត់ទៅចោះជួយមើលដែរសេរីចោះសេរីឡើងគាត់ថាអូខេដើរមកបើកវិញចាឃើញអត់កុហកទេបងប្អូនឲ្យឡានទួយទៅប៉ិនព្រុសទេហើយខ្ញុំជិះទៅចឹងខ្ញុំនិយាយមែនខ្ញុំពិតជា so proud of my car ហ្មងនិយាយមែនអើយគ្នាហើយសំខាន់ឡានអគ្គិសនីទៀតមិនចាក់សាំងទៀតតែមិនថ្មីគឺឥឡូវគឺមានកន្លែងសាក់ថ្មច្រើននៅគ្រាន់មិនទលំទលាយខ្លាំងតែសាក់ថ្មមានច្រើនចឹងយើងមិនសូវភ័យដែរនេះនៅលើទូកដោះខ្ញុំជិះតែ2នាក់ទេជាមួយនឹងតកង់ហើយក៏ប៉ិតផ្លូវជិះទៅតលេហ្នឹងទូចទេប៉ុន្តែយើងត្រូវឆ្លងដល់បន្ទៅរួចហើយអូចាប់ដើមឃើញទេសភាពព្រៃឈើភ្នំប្រាណាហើយដំបូងនោះគឺជាផ្ទះរបស់ប្រជាជន
ចាអញ្ចឹងបងប្អូនពេលដែលគាត់ជិះទៅដល់ចុះពីដល់ហ្នឹងគាត់ចង់ទិញម្ហូបទិញជាគ្រឿងពងមាត់ពងទាឬក៏ទិញអ្វីវ៉ាន់អីបងប្អូនអាចទិញពីហ្នឹងឲ្យហើយទៅកុំឲ្យចូលក្នុងទៅវាអាចនឹងអត់មានអីបើសិនជាយើងទិញពីនេះឲ្យហើយទៅក៏វាស្រួលដែរមានកន្លែងដូរលុយដូរអីស្មែតែខ្ញុំហើយក៏ភ្លេចដកលុយពី ABA ក៏ចូលទៅដកលុយនៅ True Money ដែរចាបើមានលុយក្រៅហើយអស់កន្លងពេកក៏ចូលដាក់ពងទាកូនពីអ្នកប្តីប្រពន្ធហ្នឹងប្រហែល2គ្រាប់ទៅសាច់គោអាំងឯហ្នឹងហើយក៏មានមង្ឃុតធម្មជាតិទៀតចាជិះមកដល់ផ្លូវនេះចាមិនថ្មីទេទោះជាអត់សូវមានមនុស្សជិះកាត់ស្ងាត់ក៏ដោយប៉ុន្តែគោមិនឲ្យស្ងាត់ទេចានេះមកដល់ផ្លូវនេះចាប់ផ្ដើមវ៉ាវមែនតែនហ្មងចាគឺថាស្ពានមានទឹកហូរទឹកអីអូយស្អាតមែនតែនខ្ញុំនិយាយមែនណាបងប្អូន fresh សាហាវហ្មងហ្នឹងណាចង់ចោះទៅថតឡើងទឹកប្រេថាអូយអូនបាច់តនេះទៅជិះទៅដល់ទីតាំងបើខ្លាច់ភ្លៀងបងប្អូនអញ្ចឹងជិះមកដល់នេះសេនាចាឃើញអញ្ចឹងណាអូយចេះមែនតែនឆ្កែហ្នឹងចាគេឈរចាំទទួលរាក់ទាក់ស្វាគមន៍ភ្ញៀវកន្លែងដេកដែលខ្ញុំមកដេកនៅលើកនេះគឺនៅ Sun Beverly ចាភាគច្រើនឃើញបង influencer គាត់មកដេកនៅនឹងច្រើនអញ្ចឹងចង់ភ្លក់រសជាតិអារម្មណ៍ថាអូហេតុដែលគេល្បីកន្លែងហ្នឹងម៉េះគោមកដេកកន្លែងហ្នឹងអូយបងប្អូននៅទេសភាពនៅកន្លែងគេគឺថាយ៉ាល្បីអត់ខុសមែនបងដែលចិត្តកាហ្វេពេលផឹកអីកុំភ័យកន្លែងគាត់ក៏មានកន្លែងលក់កាហ្វេជាមួយភេសជ្ជៈជាមួយនឹងអាហារពេលព្រឹកដូចគ្នាហើយទីតាំងកន្លែងគាត់ក៏រៀបចំបែបស្អាតហ្មងពេជ្រនិចរបៀបទឹកឈូភ័យភ្នំអីអូយមែនអែមស្លាប់ហើយសម្រាប់អ្នកដែលគាត់ដេកតង់ក៏មានបន្ទប់ទឹកឲ្យពួកគាត់មួយទឹកដូរកៅអៅដូចគ្នាហើយបងប្អូនលើកទី1ខ្ញុំមិនដែលស្គាល់ដើមលវីធ្លាប់លើគេនិយាយផ្លែលវីឥឡូវស្គាល់នេះឃើញដើមលវីរបៀបចឹងណាហើយកន្លែងគាត់គឺមានកន្លែងបោះតង់សម្រាប់បងប្អូនចង់ដេកតង់ក៏បានហើយបងប្អូនចង់ដេកនៅកន្លែងបន្ទប់ជាលក្ខណៈគ្រួសារក៏បានហើយនៅខាងក្រោមគឺមានកន្លែងលេងកន្លែងអីនៅជាប់មាត់ជ្រោះហ្មងមើលទឹកហូរអូយបន្ទាប់ដើមមើលកន្លែងទឹកហូរទឹកជ្រោះហើយគឺពួកខ្ញុំហៅកន្លែងដេកហើយថ្ងៃហ្នឹងគឺពួកខ្ញុំចង់ដេកបន្ទប់អាគេលៀនចេញមកនៅចំកណ្ដាលព្រៃភ្នំដែលឃើញបង influencer គាត់ review ហ្នឹងគឺខ្ញុំចង់ដេកកន្លែងហ្នឹងប៉ុន្តែកន្លែងដេកហ្នឹងគឺវាមានបន្ទប់ជាលក្ខណៈគ្រួសារមានពីបន្ទប់ចាន់លើជាន់ក្រោមតែដោយសារខ្ញុំទៅ2នាក់អញ្ចឹងហើយក៏ឃើញស្ងាត់ដែរក៏ខ្ញុំសុំគាត់ share យកទៅមកបន្ទប់ខាងក្រោមហ្នឹងបន្ទប់ទូចដែលមានស្នានៅខាងមុខហើយនេះគឺជាកន្លែងដែលខ្ញុំញ៉ាំបាយកន្លែងហ្នឹងគឺមើលឃើញ view ព្រៃភ្នំទឹកជ្រោះហូរចេញមកអូយបងប្អូនអើយមិនអាចបោះយ៉ាអារម្មណ៍មួយនឹងបានទេអញ្ចឹងយើងទៅមើលទស្សនវិជ្ជានៅខាងក្នុងបន្ទប់គេបើចេញមកគឺថាអូយបែប relax ខ្លាំងមែនតែនហ្មងគាត់ធ្វើបែបរបៀបឈើមានមុងមានអីអូយ romantic សាហាវព្រៃផ្សៃហ្មងនិយាយមែនហើយក្នុងហ្នឹងគឺទេសភាពបើកទ្វារមកគឺឃើញសំណាញ់ឃើញព្រៃភ្នំឃើញព្រៃឈើទឹកជ្រោះហូរមកហ្មងបើសិនអ្នកដែលមានដ្រូនណាបោះចេញមកផុសពីលើមកឃើញស្អាតហ្មងដោយសារពួកខ្ញុំអត់មានដ្រូនចឹងពួកខ្ញុំថតដោយទូរស័ព្ទដៃផ្ទាល់ចឹងទៅអត់បានឃើញមើលពីលើប៉ុន្តែទេសភាពបងប្អូនអើយខ្ញុំនិយាយឲ្យ10ទៅ10ហ្មងទៅខែភ្លៀងវាភ្លៀងមែនប៉ុន្តែធម្មជាតិទេសភាពក៏ស្អាតតាមនឹងឡើងបៃតងខ្ចីហ្មងហើយនេះក៏ជាភាពនៅក្នុងបន្ទប់អូយ relax សាហាវបងអើយខ្ញុំនិយាយមែនមានតុកព្រួយមកកន្លែងនេះដឹងតែរំសាយអស់ហ្មងចាហើយបើកភ្លើងរំចឹងមកអែមស្លាប់ហ្មងចាតបពីដើមមើលបន្ទប់ហើយរៀបចំកៅអៅដាក់ទុកដាក់ឲ្យអស់ហើយខ្ញុំក៏ដល់ពេលញ៉ាំបាយដូចគ្នាហើយថ្ងៃនេះខ្ញុំបានកំមកកន្លែងគាត់ពីមកហើយកន្លែងដើមចេកនេះគឺមាន់ដុតដើមចេកបងចាមហូបប្រចាំហាងរបស់គាត់ហ្មងដើមចេកគេឡើងស្រួយឈប់មួយឆ្ងាញ់ហ្មងហើយបាយក្រំដំណក់ទឹកភ្លៀងបែបរំរ៉ែតវ៉ាញជាមួយនឹងខ្លួនឯងស្រឡាញ់បងប្អូនសាក់សម័យអារម្មណ៍មើលអូយនិយាយមែនអត់តបបានញ៉ាំទេចាដាក់វីដេអូមួយឃ្លីបពីរឃ្លីបសិនដោយសារមិនងាយបានមកកន្លែងចឹងទេចឹងយើងរៀងថតឲ្យអស់ចិត្តតិចទៅឲ្យបងប្អូនសាក់សម័យមើលបាយមើលព្រៃភ្នំទឹកជ្រោះនេះអូយពេលវេលាមួយហ្នឹងគឺ romantic sweet ហើយ relax ខ្លាំងមែនតែនហើយអត់ចាំយូរទេចាព្រោះឃ្លានដែរក៏ដាក់បាយពីអ្នកប្តីពុនមកឈ្មោះហ្នឹងហ្មងទៅចាប្តីខ្ញុំបានញ៉ាំឈ្ងោកចាអត់ហ៊ានងើបមុខទេចាខ្លាចចាញ់ពុនឥឡូវថតមូលដូចមកដូចគ្នានេះហើយមាន់កន្លែងគាត់ក៏ថ្មីឆ្ងាញ់ស្រស់មែនតែនមាន់ស្រែទៀតអូយបងប្អូនអើយខ្ញុំគ្រាន់តែនិយាយនៅឃើញរសជាតិនិងអារម្មណ៍មួយនឹងអូយសប្បាយខ្លាំងមីខ្ញុំនេះអត់ចោលច្រឹកទេថាលភាអីញ៉ាំមិនសូវដូចគេទេថាបានដៃគឺថាខ្មុំឆ្ងាញ់ហ្មងចាកូនកាត់ឥណ្ឌាហើយបងប្អូនសាក់មើលទេសភាពមើលហើយខាងនេះតួប្រុសនេះធំចូលនៅចិត្តណាណាបាយមួយអែសអូយសាហាវព្រៃផ្សៃចូលត្រាសាហាវហើយបងប្អូនសាក់សម័យកាត់មើលនេះញ៉ាំបាយមើលព្រៃភ្នំនេះអារម្មណ៍មួយនឹងនេះនិយាយទៅរៀងអួតបន្តិចរៀងខ្មើបន្តិចរៀងអ្នកមើលបន្តិចចាប់តែខ្ញុំពិតជា
ឲ្យ10 នឹងអារម្មណ៍មួយនឹងមែនបងប្អូនចង់ដឹងថាអារម្មណ៍ដូចខ្ញុំអត់បងប្អូនអាចទៅសាកល្បងបានហើយសាកសម័យមើលនេះញ៉ាំបាយនៅមុខទេសភាពចឹងនេះពីញ៉ាំបាយហើយអស់ងូតទឹកស្អីស្អាតបាត់ពួកខ្ញុំក៏រៀបចំការចោះមកក្រោមអង្គុយផឹកអីលេងតិចតួចឈៀលមួយប្តីចឹងទៅចាបងប្អូនឃើញអត់ស្ងាត់ទៅបើញ៉ាំមានណាគេតែមានខ្ញុំ2នាក់ចង់និយាយទៅដូចម៉ៅដាត់រីសតគេតែ2នាក់ចឹងណាតបមកក៏លេចមុខឃើញគីអូយឆ្លាតមែនតើគាត់ welcome ភ្ញៀវឲ្យ slow ហើយពីដាក់ប្តីពន្ធខ្ញុំដាក់ red wine មក10អស់2នាក់អង្គុយមើលប្រចានឈៀក៏ដាច់ប៉ិតអស់ពី10ហ្នឹងទៅវីដេអូហ្នឹងគឺបញ្ចប់ធំនឹមចាំចូលដល់ភាគទី2ពេលដែលពួកខ្ញុំជិះទៅមើលទឹកជ្រោះអរគុណបងប្អូនសម្រាប់ការទស្សនាបាយបាយ